ចាខ្ញុំសូមជម្រាបសួរលោកអ្នកបងប្អូនពីចិត្តឆ្ងាយចាđặc biệtស្រឡាញ់ពេលនេះខ្ញុំក៏មានពីបន្ទាល់ខ្លះហើយក៏មានចម្លើយឆ្លើយប្រាប់ដល់បងប្អូនខ្លះដែរគាត់សួរខ្ញុំថាបើព្រះពិតជាល្អមែនចាំបាច់ចុះផ្សាយនឹង OE ទៅប្រាប់គេអីគេនឹងមកជឿហើយចាបើព្រះអ្នកល្អប៉ុន្តែនេះជាតបកិច្ចរបស់អ្នកដែលជឿព្រះចាហើយគាត់ថាព្រះពួតធនៈជាអ្នកបង្កើតផ្ទៃមេឃផែនដីបង្កើតមនុស្សអីចឹងណាចាហើយតែអាយុកាល2025ហ្នឹងដែលអង្គមកផែនដីរាប់ពីព្រះអង្គមកផែនដីរហូតដល់ឥឡូវហ្នឹង2000អាយុកាលទៅប៉ុណ្ណឹងហើយមិនអះអាងថាជាអ្នកបង្កើតផ្ទៃមេឃផែនដីអ្វីអីចឹងណាចានៅមុននឹងមានផ្ទៃមេឃផែនដីមានព្រះរួចទៅហើយព្រះនេះឯងជាអ្នកបង្កើតមនុស្សនិងសពរបស់សពសាររូពើដែលយើងមើលឃើញចានៅជុំវិញហើយនឹងរបស់ដែលយើងមើលឃើញផងដែរព្រះអង្គបង្កើតមនុស្សមកទីពីរនាក់ស្រីនិងប្រុសហើយព្រះអង្គបង្កើតមនុស្សមកអត់ធ្វើអីទេគឺព្រះអង្គបង្កើតអ្វីសម្រាប់មនុស្សទាំងអស់ហើយឲ្យមើលថែរក្សាទាំងអស់នោះហើយនឹងហូបផាយឈើដោយសប្បាយចិត្តចានៅក្នុងសួនច្បារមួយដ៏ឧត្តមគឺសួនច្បារអេដែនចានៅពេលនោះមិនព្រះអង្គប្រាប់ថាហាមមិនឲ្យហូបផ្លែឈើដឹងខុសត្រូវម្ដើមនេះហើយផ្លែឈើក៏មិនបានអ្នកអាចហូបបានប៉ុន្តែម្ដើមនេះអ្នកមិនអាចហូបបានទេនៅពេលដែលអ្នកហូបអ្នកនឹងស្លាប់ចាតែលោកអាដាមនិងលោកយាយអ៊ីវ៉ាគាត់អត់ស្ដាប់តាមព្រះអង្គទេថ្ងៃមួយគាត់បរិភោគគ្រប់ផ្លែថ្ងៃមួយមានស្ដីលបួងកើតឡើងគឺវិញ្ញាណសាតាំងចូលនឹងសត្វពុះហើយលបួងអ្នកទាំងពីរហ្នឹងថាអ្នកមិនស្លាប់ទេនៅពេលណាដែលអ្នកហូបផ្លែឈើដឹងខុសត្រូវហ្នឹងអ្នកនឹងបានដូចជាព្រះហើយអញ្ចឹងគាត់ក៏ចង់ខ្លាយជាព្រះដែរចង់បានដូចជាព្រះដែរគាត់ភ្លេចស្ដាប់ភ្លេចបណ្ដាំព្រះហើយគាត់ក៏ឈោងបេះផ្លែឈើហ្នឹងហូបចែកគ្នាហូបទៅហើយនៅពេលដែលហូបហើយនោះឯងគាត់អត់បានគេហៅថាមនុស្សយើងជាប់មានបាបពេលហ្នឹងឯងគឺអត់ទទួលខុសត្រូវនៅអ្វីដែលគាត់បរិភោគទេហើយគាត់ចង់និយាយថាគាត់ពេលហ្នឹងគាត់ចង្អុលគ្នាទៅវិញទៅមកណាចាស្ត្រីអាដាមបេះផ្លែឈើនឹងហូបមែនទេអត់ទេស្ត្រីដែលព្រះអង្គឲ្យកូនហ្នឹងឲ្យខ្ញុំហ្នឹងជាអ្នកដែលបេះឲ្យខ្ញុំហូបហើយដល់ស្ត្រីទោះអ្នកឲ្យខ្ញុំហូបអញ្ចឹងណាហើយនៅពេលហ្នឹងចាប់ដើមអត់សារភាពហើយក៏អត់ទទួលកំហុសដែរហើយកាន់តែបាបហើយបាបទៀតចាអញ្ចឹងនៅពេលដែលអ្វីដែលព្រះអង្គប្រាប់ហ្នឹងគឺត្រូវបើន័យថានៅពេលដែលគាត់បេះផ្លែឈើហ្នឹងគាត់នឹងត្រូវស្លាប់ពេលហ្នឹងគាត់មិនទាន់ស្លាប់ទេប៉ុន្តែមនុស្សមិនអាចរស់ជាអមតៈបានទេចាដោយសារតែការគាត់បេះផ្លែឈើហ្នឹងឯងអញ្ចឹងគាត់ត្រូវស្លាប់រូបកាយដែលនៅលើផែនដីទោះមានអាយុប្រហែល100ឆ្នាំរហូតដល់908ជិត1000ឆ្នាំក៏ដោយក៏នៅតែស្លាប់ចាដោយសារតែអំពើបាបដែលយើងអត់ស្ដាប់បង្គាប់ព្រះហ្មងអត់មានបន្ទូលហើយនៅពេលណាឯងបេះឯងនឹងស្លាប់អញ្ចឹងហើយមនុស្សយើងកើតមកត្រូវតែស្លាប់ទោះបីយើងខំថែរក្សាសុខភាពយើងហាមឃាត់មិនឲ្យស្លាប់ក៏ដោយក៏ត្រូវតែស្លាប់ហើយការដែលស្លាប់នឹងមិនមែនស្លាប់តែរូបកាយទេគឺស្លាប់ទាំងខែវិញ្ញាណទៀតរូបកាយនេះព្រះអង្គបានសូនពីដីមកបានន័យថាសូនពីដីមកហើយជប់ឲ្យคล้ายជារូបមនុស្សមកគឺព្រះអង្គជាអ្នកបង្កើតហើយរូបកាយមនុស្សទាំងអស់នឹងคล้ายជាដីដូច្នេះព្រលឹងវិញ្ញាណនោះមិនស្លាប់ឡើយគឺនៅរស់ហើយមិនរស់រហូតទេគឺព្រលឹងវិញ្ញាណនឹងនឹងស្លាប់ទៅវិញនៅពេលដែលព្រះអង្គជំនុំជម្រះអញ្ចឹង ព
បងមិនចង់ឲ្យមនុស្សទាំងអស់នោះបានស្លាប់ឡើយព្រលឹងវិញ្ញាណដែលចាក់ចេញពីផែនដីនឹងស្លាប់ទេចឹងហើយព្រះអង្គសុខចិត្តយកនិស្ស័យជាមនុស្សបើមកជាព្រះមនុស្សមិនអាចចាប់យកព្រះអង្គទៅឆ្កាងបានទេព្រោះព្រះអង្គជាព្រះចឹងព្រះអង្គយកនិស្ស័យជាមនុស្សនឹងកមុំព្រហ្មចារីឈ្មោះនាងម៉ារីហើយបន្ទាបខ្លួនប្រសូតនៅក្នុងក្រៅសត្វអញ្ចឹងពេលនឹងឯងនៅពេលដែលព្រះអង្គដឹងក្តីព្រះអង្គបានធ្វើការអស្ចារ្យបង្ហាញមនុស្សឲ្យឃើញពីការអស្ចារ្យដែលព្រះអង្គរស់នៅផែនដីព្រះអង្គបានធ្វើការល្អគ្រប់បែបយ៉ាងចាប្រុសមនុស្សវិនឲ្យដើររួចប្រុសមនុស្សខ្វាក់ឲ្យមើលឃើញប្រុសមនុស្សស្លាប់ឲ្យរស់ឡើងវិញគោថ្លង់ឲ្យបានស្ដាប់ឮនិយាយកើតហើយនឹងការងារផ្សេងទៀតដែលព្រះអង្គធ្វើការល្អជាច្រើននៅលើផែនដីប៉ុន្តែមនុស្សអត់ទទួលយកព្រះអង្គទេបែរជាចោទព្រះអង្គថាមនុស្សអាក្រក់ហើយចាប់ព្រះអង្គទៅឆ្កាងនាំគ្នាចាប់ព្រះអង្គទៅឆ្កាងព្រោះការចំណែនមិនចង់ឲ្យព្រះអង្គធ្វើការអស្ចារ្យលើផែនដីធ្វើឲ្យគេហៅថាព្រះអង្គមានកិត្តិយសលើមនុស្សផ្សេងទៀតបានទេអញ្ចឹងការចំណែនឈ្នានីហើយអំពើបាបរបស់មនុស្សយើងនឹងឯងដែលធ្វើគុតព្រះអង្គដោយសារយើងអត់ដឹងខុសត្រូវអ្វីល្អអ្វីអាក្រក់អញ្ចឹងបានយកព្រះអង្គទៅឆ្កាងហើយព្រះអង្គធ្វើនេះគឺគោលបំណងថាព្រះអង្គអាចតតាំងយើងបានព្រោះព្រះអង្គជាព្រះប៉ុន្តែព្រះអង្គមកសម្រេចដើម្បីឲ្យគេឆ្កាងរូបអង្គដើម្បីឲ្យមនុស្សដែលអស់អ្នកណាដែលទទួលជឿព្រះអង្គនឹងបានទទួលសេចក្តីសង្គ្រោះរួចពីសេចក្តីស្លាប់ខាងឯព្រលឹងវិញ្ញាណនៅពេលវិញ្ញាណរូបព្រលឹងវិញ្ញាណយើងចាក់ចេញទៅយើងទៅបានទៅនៅជាមួយព្រះអង្គយើងអត់ជាប់ជំនុំជម្រះនៅក្នុងបឹងភ្លើងទេចានឹងហើយជាអ្វីនៅពេលដែលព្រះអង្គសគត់3ថ្ងៃចាពេលពើគុតព្រះអង្គសគត់ពេល3ថ្ងៃរយៈពេល3ថ្ងៃព្រះអង្គរស់ឡើងវិញហើយនៅពេលនោះព្រះអង្គក៏យាងទៅឋានសួគ៌ហើយព្រះអង្គក៏ផ្ដាំអ្នកដែលសិស្សព្រះអង្គក៏កូនព្រះអង្គអ្នកដែលមានជំនឿលើព្រះអង្គនឹងឲ្យអង្គផ្ដាំថាចូលឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្សគ្រប់ទាំងសាសហើយនឹងធ្វើបុណ្យជ្រមុជទឹកដែលមានព្រះអង្គហើយនឹងពីចុងមេឃម្ខាងដល់ចុងមេឃម្ខាងចូលផ្សាយពីចុងមេឃម្ខាងដល់ចុងមេឃម្ខាងដូច្នេះអញ្ចឹងហើយបានជាកូនសិស្សព្រះអង្គហើយនឹងអ្នកដែលជឿព្រះអង្គគាត់ធ្វើទៅតាមបណ្ដាំដែលព្រះទ្រង់បានបង្គាប់អញ្ចឹងហើយអ្នកខ្លះក៏ត្រូវគេសម្លាប់ដោយសារតែការបៀតបៀនស្អប់នៅមិនចង់បានដំណឹងល្អពីព្រះអង្គចាហើយព្រះអង្គក៏មានបន្ទូលថាគេស្អប់ព្រះអង្គដោយឥតហេតុគាត់តែឮនាមព្រះអង្គក៏ស្អប់ព្រះអង្គដោយឥតហេតុដែរចឹងហើយបានជាគ្រប់គ្នាឮនាមព្រះអង្គអត់ជឿចិត្តហើយនៅពេលដែលពួកខ្ញុំផ្សព្វផ្សាយនៅល្អតាមគ្រប់មធ្យោបាយទាំងអស់គឺគោលបំណងចង់ឲ្យមនុស្សបានដឹងដំណឹងល្អពីព្រះអង្គដើម្បីឲ្យគេបានទទួលសេចក្តីសង្គ្រោះខាងឯព្រលឹងវិញ្ញាណហើយnóក៏អាចនឹងជួយយើងនៅក្នុងបច្ចុប្បន្នកាលដែលយើងរស់នៅលើផែនដីនេះផងដែរបត់រស់នៅលើផែនដីនេះជាការរស់នៅវាមិនស្រួលទេហើយដូចជាខ្ញុំក៏ដោយបើសិនជាគេអត់មកប្រាប់ខ្ញុំដល់ផ្ទះខ្ញុំប្រហែលជាអត់ជឿព្រះទេប៉ុន្តែដោយសារតែដំណឹងល្អគេមកផ្សាយខ្ញុំដល់ផ្ទះហើយខ្ញុំក៏បានឮហើយនៅពេលដែលបានឮក៏ខ្ញុំបានសុំព្រះគម្ពីរដល់ពួកគាត់ដើម្បីឲ្យមើលនៅក្នុងព្រះគម្ពីរហ្នឹងតើព្រះអង្គនិយាយពីអ្វីដែលដូចគេចង់អត់ប្រកាន់ព្រះអង្គទេហើយដូចគេរិះគន់ថាព្រះអង្គមិនល្អចេះមួយដូចទេអញ្ចឹងខ្ញុំក៏យកព្រះបន្ទូលព្រះអង្គមកអានអញ្ចឹងខ្ញុំអត់មិនស្ដាប់មនុស្សទាំងអស់ដែលគេចោទព្រះអង្គទេអញ្ចឹងខ្ញុំយកព្រះបន្ទូលព្រះយកមកអានមើលអញ្ចឹងគ្រឹះបរិស័ទទាំងអស់នៅពេលអស់អ្នកណាដែលទទួលជឿព្រះអង្គគឺមានព្រះគម្ពីរយកមកមើលចាមានព្រះគម្ពីរយកមកមើលអញ្ចឹងការបង្រៀនបងប្អូនណាបង្រៀនខុសឆ្គងចេញខុសពីព្រះគម្ពីរបានន័យថាគាត់មិនមែនដើរទៅតាមថ្នាតព្រះអង្គទេមិនដើរតាមត្រឹមត្រូវតាមព្រះបន្ទូលព្រះអង្គទេនេះជាព្រះបន្ទូលព្រះអង្គតាំងពីកកើតផែនដីរហូតដល់ព្រះអង្គយាងមកផែនដីហើយព្រះអង្គយាងទៅឋានសួគ៌វិញហើយនឹងព្រះអង្គទាយទុកពីអនាគតកាលថានឹងកើតអ្វីឡើងនៅផែនដីនៅវាសនានៅផែនដីមនុស្សលោកយើង
នៅខាងមុខព្រះអង្គទាយទុកក្នុងនោះទាំងអស់អញ្ចឹងនៅពេលនោះឯងខ្ញុំក៏បានអានព្រះបន្ទូលព្រះអង្គទាំងអស់ហ្នឹងចានៅពេលហ្នឹងហើយបាទខ្ញុំឃើញក្តីស្រឡាញ់ដែលព្រះអង្គល្អឥតខ្ចោះដែលរកកន្លែងណាបន្ទោសមានចាអញ្ចឹងខ្ញុំក៏ចាប់ដើមទទួលជឿព្រះអង្គហើយខ្ញុំមើលឃើញព្រះអង្គគេថាជឿព្រះអង្គមិនបើមើលអត់ឃើញចាខ្ញុំអត់មើលឃើញព្រះអង្គទេប៉ុន្តែខ្ញុំមើលនៅក្នុងនេះព្រះអង្គគង់នៅគ្រប់ទីកន្លែងព្រះអង្គជាព្រះវិញ្ញាណដ៏បរិសុទ្ធដែលព្រះអង្គយាងទៅឋានសួគ៌ហើយព្រះអង្គនឹងចាត់ព្រះវិញ្ញាណព្រះអង្គមកគ្រប់ទិសទីដែលបងប្អូនអស់អ្នកណាដែលស្វែងអំពាវនាវរកព្រះអង្គនឹងស្ដាប់ឮនៅអ្វីដែលយើងទូលសូមដល់ព្រះអង្គចាអញ្ចឹងនៅពេលនេះឯងដែលខ្ញុំចាប់ដើមទទួលជឿព្រះអង្គខ្ញុំចាប់ដើមនិយាយជាមួយព្រះដោយអត់ឃើញព្រះអង្គទេតែខ្ញុំនិយាយទៅរកព្រះខ្ញុំជឿជាក់ថាព្រះនឹងស្ដាប់នៅអ្វីដែលខ្ញុំនិយាយជាមួយព្រះអង្គដល់ពេលខ្ញុំចាប់ដើមនិយាយជាមួយព្រះអង្គម្នាក់ឯងខ្ញុំនិយាយប្រាប់រឿងរ៉ាវពីជីវិតទុក្ខលំបាករបស់ខ្ញុំដែលខ្ញុំបានរស់នៅលើផែនដីនេះវាជួបទុក្ខលំបាកបងប្អូនហេតុអីបានបងប្អូនខ្លះលោតទៅសម្លាប់ខ្លួនបងប្អូនខ្លះលេបថ្នាំសម្លាប់ខ្លួនបងប្អូនខ្លះធ្វើឃាតដោយប្រជុំបាយផ្សេងខ្លួនឯងមិនចង់រស់នៅលើផែនដីនេះព្រោះខ្លួនជួបទុក្ខលំបាកគិតថាអត់មានអ្នកណានឹងជួយបានអញ្ចឹងហើយសម្រាប់ខ្ញុំក៏ខ្ញុំមានទុក្ខលំបាកដែរអញ្ចឹងខ្ញុំបានជួបព្រះទៅពេលដែលខ្ញុំបានជួបព្រះនឹងឯងខ្ញុំក៏បានអធិដ្ឋានសូមព្រះអង្គថាព្រះអង្គពិតជាព្រះដែលមានបជនរស់នៅហើយគង់នៅគ្រប់ទីកន្លែងមែនសូមព្រះអង្គបានផ្ទៀងព្រះការស្ដាប់នៅពីអធិដ្ឋានរបស់ខ្ញុំនៅពេលនេះដែលខ្ញុំទូលសូមឲ្យព្រះអង្គបានជួយដល់ខ្ញុំចាហើយខ្ញុំក៏ពេលនោះព្រះអង្គស្ដាប់ខ្ញុំហើយខ្ញុំក៏អធិដ្ឋានហើយខ្ញុំចាប់ដើមសម្រេចចិត្តទៅព្រះវិហារថ្វាយបង្គំព្រះចាហើយមួយទៀតគេថាបើជឿព្រះចាំបាច់ទៅពីវិហារអីយូរចាំទៅម្ដងមកចាំបាច់ចាំទៅថ្វាយបង្គំព្រះអង្គរាល់អាទិត្យអីតែពេលនោះខ្ញុំចង់ស្វែងយល់នៅព្រះបន្ទូលព្រះអង្គតាមរយៈគ្រូពវាលហើយក៏ចង់ស្គាល់គ្រឹះបរិស័ទផ្សេងដែរដើម្បីលើកទឹកចិត្តគ្នាហើយនឹងស្ដាប់ពីទីបន្ទាល់ជីវិតការរស់នៅរបស់គាត់ម្នាក់ដែលគាត់បានទទួលជឿព្រះអង្គហើយគាត់ដើររបៀបយ៉ាងម៉េចដើម្បីឲ្យព្រះសពតិហើយជួយយើងក្នុងការដែលគឺយើងរស់នៅលើផែនដីក៏សម្រាប់យើងរស់ថ្វាយសេរីល្អដល់ព្រះអង្គទៅអនាគតផងដែរនោះយើងធ្វើយ៉ាងម៉េចអញ្ចឹងហើយពួកខ្ញុំក៏ត្រូវទៅព្រះវិហារហើយខ្ញុំទៅព្រះវិហារបងប្អូនហើយខ្ញុំជាមនុស្សដែលក្រីក្រខ្ញុំជិះកង់កាចាស់ចាខ្ញុំជិះកង់កាចាស់អត់មានលបាំងថុកទេហើយខ្ញុំជិះពីឆ្ងាយតែខ្ញុំឆ្ងាយដែរចាទៅដល់ព្រះវិហារហ្នឹងរហូតខ្ញុំជិះពីផ្ទះខ្ញុំនៅចិត្តនៅបឹងរាំងនៅចិត្តក្នុងសពៅចាហើយខ្ញុំជិះមកបាត់ដំបងហើយខ្ញុំជិះផ្លូវកាលហ្នឹងផ្លូវពិបាកហើយផ្លូវអត់ស្រួលទេហើយអញ្ចឹងមុនទៅដល់បាត់ដំបងហើយព្រះវិហារហ្នឹងនៅចិត្តកន្លែងតាដបងកញូងណាចាអញ្ចឹងក៏ខ្ញុំមកទីហ្នឹងហើយខ្ញុំមកពេលហ្នឹងដល់ពេលដែលខ្ញុំជឿព្រះបើតាមបើសិនខ្ញុំអត់ជឿព្រះអង្គខ្ញុំអត់មកកើតទេព្រោះខ្ញុំគិតថាខ្ញុំខ្មាស់គេមិនអាចមកបានទេហើយការបៀតបៀនដល់ពេលដែលខ្ញុំជឿព្រះអង្គក៏ចង់មានការបៀតបៀនដែរហើយខ្ញុំក៏សម្រេចចិត្តមកតាមព្រះអង្គមិនខ្វល់ពីអ្វីទាំងអស់ហើយមករៀនថ្វាយបង្គំព្រះហើយនឹងចូលរៀនសាលាព្រះកាពីរយៈពេល1ឆ្នាំដើម្បីស្វែងយល់នៅពីជីវិតនៃការរស់នៅសម្រាប់ថ្វាយសេរីល្អព្រះហើយយើងធ្វើយ៉ាងម៉េចហើយយើងគួររស់របៀបម៉េចហើយយើងអាចនឹងធ្វើអ្វីដើម្បីថ្វាយសេរីល្អដល់ព្រះអង្គជួយព្រះអង្គកិច្ចការងារព្រះអង្គលើផែនដីនេះនៅពេលដែលពេលហ្នឹងខ្ញុំអរគុណព្រះអង្គគ្រប់យ៉ាងដែលទ្រង់ជាព្រះតែដែលបំផ្លាស់បំប្រែជីវិតខ្ញុំឲ្យខ្ញុំបានល្អបន្តិចម្ដងអញ្ចឹងតាំងពីជីវភាពការរស់នៅហើយនឹងជីវិតខ្ញុំរស់នៅលើផែនដីនេះគឺព្រះទេជាអ្នកដែលទុកឲ្យខ្ញុំបើសិនជាខ្ញុំអត់មានអ្វីថាព្រះអង្គលេងប្រើព្រះអង្គដកខ្ញុំចេញប៉ុន្តែខ្ញុំអរគុណព្រះអង្គនៅតែប្រើខ្ញុំហើយទុកជីវិតខ្ញុំឲ្យខ្ញុំអាចនឹងប្រកាសបានពីសំណឹងល្អដល់ព្រះអង្គដល់បងប្អូនផ្សេងទៀតឲ្យគាត់បានទទួលជឿព្រះអង្គតាមរយៈពួកខ្ញុំចឹងបងប្អូននេះជារាជបញ្ជារបស់ព្រះដូចខ្ញុំបានប្រាប់ថាទៅផ្សាយដំណល្អ
ឲ្យគេដឹងបើយើងអត់ផ្សាយគេមិនដឹងទេគាត់ដឹងទេហើយយើងអត់ឮតគ្នាពេលណាការឮតគ្នាវាភាគច្រើនអត់ច្រើនល្អទេការតែនិយាយពីការអាក្រក់របស់ព្រះអង្គដើម្បីរៀបរៀងមិនឲ្យគេបានទទួលសេចក្តីសង្គ្រោះហើយជឿព្រះអង្គហើយមនុស្សដែលជឿព្រះអង្គពិតប្រាកដគឺជាមនុស្សដែលមានក្តីស្រឡាញ់និងអត់ទោសហើយនឹងរៀនកោតខ្លាចដល់ព្រះហើយធ្វើអ្វីដែលព្រះអង្គមិនពេញចិត្តខ្លាចព្រះអង្គហើយមិនមែនថាយើងជឿព្រះអង្គនឹងល្អឥតខ្ចោះទេប៉ុន្តែយើងត្រូវការព្រះអង្គជួយយើងរាល់ថ្ងៃដើម្បីឲ្យជីវិតយើងនឹងផ្លាស់ប្រែបើយើងមានចិត្តមិនល្អក្នុងចិត្តកន្លែងណាឲ្យព្រះអង្គជួយយើងធ្វើអត់បានឲ្យព្រះអង្គជួយយើងហើយព្រះអង្គនឹងជួយយើងនៅពេលដែលយើងត្រូវការព្រះអង្គជួយយើងចាព្រះអង្គនឹងជួយលើកលែងតែយើងមានចិត្តអំនួតគេថាអូអញមិនខុសអញមិនអញល្អអាហ្នឹងព្រះអង្គអត់ទេតែបើយើងមើលថាអូចិត្តយើងអត់ស្រួលហើយយើងត្រូវការព្រះអង្គជួយកូនកុំឲ្យកូនធ្វើបាបចាព្រោះព្រះអង្គទៅឋានសួគ៌គឺព្រះអង្គត្រូវការអ្នកដែលស្ដាប់បង្គាប់ហើយស្មោះត្រង់នឹងព្រះអង្គដែរបើយើងអត់មានចិត្តស្មោះត្រង់នឹងព្រះអង្គហើយស្ដាប់បង្គាប់ព្រះអង្គស្មើតែអត់ជឿហើយបើជឿទៅស្ដាប់បង្គាប់ហើយធ្វើតាមហើយបើសិនជាយើងអត់ធ្វើតាមបានន័យថាយើងអត់ស្រឡាញ់ព្រះអង្គអត់ស្ដាប់បង្គាប់អត់ជឿស្មើនឹងអត់ជឿដែរអញ្ចឹងយើងទៅរៀនរាល់ថ្ងៃទោះបីឥឡូវនឹងយើងជឿព្រះអង្គប៉ុណ្ណឹងហើយយើងមើលព្រះបន្ទូលព្រះអង្គសារឡើងសារចុះក៏ដោយគាត់យើងនៅតែត្រូវការព្រះអង្គជួយយើងកុំឲ្យកូនយើងធ្លាក់ក្នុងស្ដីល្បួងរបស់មាសាតាំងណាមួយឡើយព្រោះសេចក្ដីល្បួងមាសាតាំងវានៅគ្រប់ទីកន្លែងវាចាំឆក់យកពលឹងមនុស្សមិនឲ្យមករកព្រះអង្គទេដូច្នេះវាយកគ្រប់មធ្យោបាយដើម្បីបំផ្លាញកិច្ចការងារព្រះដូច្នេះយើងត្រូវការពឹងព្រះរាល់ថ្ងៃដើម្បីកុំឲ្យយើងធ្លាក់ក្នុងសេចក្ដីអាក្រក់របស់មាសាតាំងចាហើយខ្ញុំមានប៉ុណ្ណឹងហើយមានជាច្រើនទៀតប៉ុន្តែខ្ញុំនិយាយច្រើនពេកទៅពេលខ្ញុំបរោះអត់ទៅបរោះអត់ទៅអញ្ចឹងខ្ញុំនិយាយប៉ុណ្ណឹងហើយថ្ងៃក្រោយខ្ញុំនឹងលើកយកពីរឿងផ្សេងទៀតពីជីវិតនៃការបម្រើព្រះដល់បងប្អូនផ្សេងទៀតដែលគាត់អត់ទាន់បានដឹងដំណឹងល្អពីព្រះអង្គហើយឲ្យគាត់បានឮតែចាតែការជឿមិនជឿសម្រាប់ចិត្តលើបងប្អូនស្វែងរកខ្លួនឯងទេមិនមែនជាការបង្ខំឲ្យបងប្អូនណាម្នាក់ជឿព្រះអង្គឡើយតែបងប្អូនស្ដាប់ទៅហើយយល់ថាអូព្រះអង្គល្អយ៉ាងណាព្រះអង្គសាក់បងប្អូនសាក់ជឿព្រះអង្គទៅសាក់លោកមើលព្រះអង្គទៅហើយបងប្អូននឹងដឹងថាព្រះអង្គជាព្រះល្អប៉ុណ្ណាចាអរគុណព្រះអង្គហើយកូនបងអស់អ្នកបងប្អូនទាំងអស់ដែលបានស្ដាប់នៅវីដេអូដែលខ្ញុំបាននិយាយទៅនេះហើយបើសិនជាខ្ញុំនិយាយខុសឆ្គងតោះកន្លែងណាសូមអត់ទោសអភ័យទោសខ្ញុំផងដែរចាព្រោះខ្ញុំមិនមែនជាគ្រូបង្រៀនដែលអស្ចារ្យណាមួយទេខ្ញុំគាត់ថាអានេះជីវិតខ្ញុំដែលខ្ញុំធ្លាប់នឹងដើរបម្រើព្រះអង្គកន្លងមកចានឹងហើយអ្វីដែលខ្ញុំបានដឹងហើយក៏នឹងចែកជូនដល់បងប្អូនបានដឹងផងដែរចាអរគុណព្រះអង្គហើយនឹងសូមជម្រាបលាចាសូមព្រះដល់ជាព្រះដែលមានគ្រប់ពេជ្រស្ដាប្រទានពរឲ្យលោកអ្នកបងប្អូនគ្រប់ទីកន្លែងទាំងអស់ទីជិតទីឆ្ងាយបានទទួលគ្រប់ទាំងព្រះពរដែលមកពីព្រះអង្គផងដែរចាសូមជម្រាបលា